អូខេសួស្តីទាំងអស់គ្នាខ្ញុំជឿថាអ្នកដែល search មកចំវីដេអូនេះគឺកំពុងតែមានបញ្ហា font Telegram នៅលើ computer ហើយមិនថា desktop ឬក៏ laptop ឯងបាទអញ្ចឹងបញ្ហាហ្នឹងវាទូទៅទៅហើយបាទហើយមានបងប្អូនមួយចំនួនក៏គាត់អត់ដឹងបាទអញ្ចឹងខ្ញុំធ្វើសម្រាប់អ្នកដែលមិនទាន់ដឹងបាទទាំងអស់គ្នាមើលអានអក្សរណាបាទអានអក្សរនេះដែលយើងសរសេរនេះទូចបាទទូចនឹងឯងគឺបែបហ្នឹងអញ្ចឹងយើងចង់ដោះស្រាយបញ្ហាអក្សរខ្មែរហ្នឹងឲ្យធំវាអត់មានបញ្ហាអីទេគ្រាន់តែថាយើងវាពិបាកមើលហើយដំណោះស្រាយនេះក៏ខ្ញុំបានឃើញពីបងដែលគាត់ធ្វើវីដេអូចែករំលែកដែរអញ្ចឹងខ្ញុំធ្វើគ្រាន់តែជាការចែករំលែកបន្តពីចំណេះដឹងរបស់ពួកគាត់បាទអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញពីដំណោះស្រាយទូចមួយបាទដំបូងគឺយើងចូលកន្លែងនេះមកនេះបាទកន្លែងត្រេ3ហ្នឹងមកបាទហើយយើងមើលទៅអក្សរយើងទូចបាទអញ្ចឹងយើងចូលកន្លែង setting នេះបាទយើងចូលកន្លែង setting ហ្នឹងហើយយើងរកពាក្យថា chart នេះ chart setting បាទ chart setting បន្ទាប់មកគឺយើងចូល font family បាទហ្នឹង font family ណាបាទ font family ហើយគឺយើង search រក font ដែលយើងចង់ប្រើមកណាទីហោថាខ្ញុំដាក់តែ font ខ្មែរប៉ុណ្ណឹងហើយយើងប្រើប្រាស់ OS យើងដាក់ OS មកបាទឧទាហរណ៍ដំបូងគឺខ្ញុំដាក់ font នេះចាស់ font OS ខ្មែរ content ចាស់បាទអញ្ចឹងខ្ញុំចង់ប្រើប្រាស់ font ហ្នឹងគឺខ្ញុំគ្រាន់តែ select font ហ្នឹងមក font អីក៏បានដែរបាទហើយខ្ញុំ save បាទខ្ញុំ save ហ្នឹងមកវាទាមទារឲ្យ restart Telegram ណាមិន restart computer ណាបាទ restart Telegram ផ្លឹបអញ្ចឹងយើង restart ហើយនេះឃើញអក្សរយើងមកហើយបាទបានជោគជ័យហើយយើងចូលទៅមើលនេះយើងចូលទៅមើលអក្សរ description នៅក្នុងហ្នឹងគឺយើងអាចដោះស្រាយបានបញ្ហាហ្នឹងហើយគឺវា work ណាជោគជ័យនៅពេលដែលបងប្អូនចង់ផ្លាស់ប្ដូរ font បាទទៅ font អីផ្សេងទៀតគ្រាន់តែចូលកន្លែងហ្នឹងមកណាចូល setting នេះ setting នេះហើយយើងចូល chart setting ហើយយើងទៅរក font ដែលយើងស្រឡាញ់យើងចូលចិត្តប្រើបាទឧទាហរណ៍ថាខ្ញុំយក font មួយទៀតចាស់ជាឧទាហរណ៍ដើម្បីឲ្យបងប្អូនកាន់តែច្បាស់ខ្មែរ OS ខ្ញុំដាក់បាត់ដំបងអីចឹងទៅណាតាមពិតខ្ញុំចូលចិត្តខ្មែរ OS បាត់ដំបងដោយសារវាងាយមើលបាទអញ្ចឹងខ្ញុំគ្រាន់តែជ្រើសរើសយកប្រភេទ font មួយហ្នឹងមកហើយខ្ញុំយកប៉ុណ្ណឹងទៅខ្ញុំចុចនេះមកគឺបានហើយបាទឥឡូវដើម្បីឲ្យខុសប្លែកគ្នាគឺខ្ញុំដាក់ខ្មែរ OS freehand ចាស់បាទហើយខ្ញុំយកប៉ុណ្ណឹងមក save មកបាទផ្លឹបនេះគឺមកហើយខ្មែរ OS freehand មកហើយបាទហើយយើងមើលគឺយើងមើលទៅគឺ font ដែលយើងកំណត់យកមិញគឺវាមកតាមអ្វីដែលយើងចង់បានអូខេមានតែប៉ុណ្្នឹងទេសង្ឃឹមថាបានជាប្រយោជន៍ដល់បងប្អូនច្រើនគ្នាបាទសូមអរគុណ